បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងសង្គម YouTube ទាំងអស់គ្នាបាទថ្ងៃនេះដែរខ្ញុំមានវត្ថុស័ក្តិសិទ្ធិណាសិតតែខ្នាយបាទណាខ្នាយបាទកៅខ្នាយជ្រូកឬក៏ចង្កូមជ្រូកណាចង្កូមជ្រូកឈ្មោលណាបាទមានថ្មសម្លៀង3តែថ្មសម្លៀងនេះមិនមែនជាគូរបស់វាទេបាទណាបាទថ្មសម្លៀងនេះគឺប្រហូតថ្នោលណាបាទនេះដែលខ្ញុំបង្ហោះថ្ងៃមុនហ្នឹងបាទមកទោះបាទបង្ហូតថ្នោលអានេះក៏បង្ហូតថ្នោលដែរបាទតានីបាទណាចាក់ទឹកបាទន័យថាយើងចាស់របស់គេរើសបាននៅក្នុងចំការបាទចំការគៀនជើងភ្នំបាទណាហ្នឹងហើយចង់ភ្លេចដែរហើយហ្នឹងហើយរបស់ដែលជាវបានមកពីខាងសំឡូតណាខាងសំឡូតមួយគូនេះខាងសំឡូតបាទគឺរបស់គេគោរពថែរក្សាបាទណាគឺខ្នាយក៏បង្ហូតថ្នោលថ្មសម្លៀងនេះក៏បង្ហូតថ្នោលបាទចាក់ប្រេងទៅគឺប្រេងច័ន្ទទៅមកគឺជ្រាបមកតែម្ដងហូរមកតែម្ដងនេះបាទនេះហូរមកម្ដងបាទតួអង្គនេះជ្រាបណានេះបង្ហូតថ្នោលបាទណាបាទបោះសុតបោះស៊ីនបាទណាបើមិនសុតមិនស៊ីនមិនយកបច្ច័យទេគាត់ថាខ្នាយនេះវាស្ងួតប្រេងវែងណារបស់ដែលកប់ដីអញ្ចឹងទៅនេះប្រេះដល់ត្រឹមហ្នឹងនេះចុងខ្នាយត្រឹមហ្នឹងត្រឹមតាន់ហ្នឹងប្រេះដល់ត្រឹមតាន់ហ្នឹងបាទនេះបាទតែយើងអាចគ្រប់ថារសារបានអីទេរបស់នេះខ្ញុំបានដាស់ប្រសិទ្ធិដែរហើយគេក៏បានដាស់ប្រសិទ្ធិដែរណានេះដីបាទខ្ញុំក៏បាននេះទៅលាងឲ្យស្អាតទៅបើយើងចាក់ទឹកមុំហើយស្រួយស្ទះណាដីហ្នឹងទៀតបាទតែពិតវាហូរពិតមែនណានេះរហូតថ្នោលហូរអញ្ចឹងណាខ្នាយបង្ហូតថ្នោលក៏ចាក់ធ្លុះចាក់ធ្លាយបាទសត្រូវមកមុខក៏ធ្លាយពីមុខមកពីមុខមកក៏ធ្លុះបាទរស់ស៊ីអត់មានអីរារាំងទេគឺធ្លុះគឺធ្លាយបាទណាបាទអ្នកប៉ុនប៉ងយាយីលើយើងគឺអត់ទៅរួចទេអញ្ចឹងណាបាទហើយក៏ខាងសឹកសង្គ្រាមបើថាបាទខ្នាយបង្ហូតថ្នោលហ្នឹងមកដាក់ក្នុងខ្លួនបាទន័យថាបើសឹកសង្គ្រាមយើងគោរពយើងថែរក្សាយើងមិនសិលគឺគ្មានអ្វីធ្វើអីយើងបានទេបាទណាបាទមួយឈុតនេះគឺចង់និយាយថាបង្ហូតថ្នោលសុតស៊ីនទាំងពីរណាចាក់ទឹកហូរបាទមួយគ្រាប់នេះបាទនេះដោះនឹងពូននេះដោះនឹងពូនប៉ុណ្ណានៃតែម្ដងបាទអញ្ចឹងខ្ញុំលាបប្រេងណាហ្នឹងហើយបោះតៃសាបាទហើយមួយគ្រាប់នេះក៏អញ្ចឹងដែរបាទណានៅខ្ញុំយូរបាទចង់តាន់ណាបាទណាដោះនឹងពូនដូចគ្នាដែរណានេះមួយគ្រាប់បាទអញ្ចឹងរបស់ដោះនឹងពូនគេថាលាក់បំបាំងពូនពីសត្រូវពូនទ្របពូនប្តីពូនប្រពន្ធពូនលុយពូនកាក់អញ្ចឹងទៅណាតិចតិចចរំច្រើនអញ្ចឹងមានអានុភាពធំពីនឹងពូនហ្នឹងគឺបារមីបានជាបារមីស័ក្តិសិទ្ធណាសចាំងបងបត់អីសីអញ្ចឹងទៅទោះសបរមីភ្នំធំអញ្ចឹងណានឹងពូនហ្នឹងបើយើងដាក់ជាមួយកដាញ់ជាមួយអីមើលបើកដាញ់លោតបាត់ទៅលើហ្នឹងបាទអញ្ចឹងកដាញ់គេថាអមនុស្សធនទាបបាទទេវតាឬក៏អ្នកដែលមានរិទ្ធហ្នឹងគឺវាស់នេះដោយបុណ្យយើងមនុស្សយើងវាស់ដោយទ្រព្យសម្បត្តិយុស័កកិត្តិយសហ្នឹងទៅតែពួកទេវតាពួកអមនុស្សហ្នឹងយើងនិយាយថាអមនុស្សជាពាក្យសរុបណាគេវាស់នេះដោយបុណ្យអញ្ចឹងណាបាទហើយនេះជាខ្នាយនៅក្នុងពីលោកមកណាចូល5 6ឆ្នាំហើយខ្ញុំបានដំបងមកខ្ញុំបញ្ចុះបាទណាហ្នឹងហើយគឺយកអស់ហើយនៅសល់តែមួយចំហៀងនេះទេបាទណាខ្នាយបញ្ចុះបញ្ញាក្អែក108មុខប្រទាល108មុខមានមាសស្រួយមានកតិចឆ្អឹងដំរីភ្លុកដំរីអីចឹងទៅបាទមានមាសស្រួយមានដីច្រាបតូចច្រាបធំដបោកញីឈ្មោលហ្នឹងទៅបាទណាបើយើងខាងប្រើខាងស្នែខ្លាំងរ៉ូស៊ីមេតាមហានិយមអីណែនាំឲ្យប្រើខ្នាយបញ្ចុះបាទណាបញ្ចុះនេះគឺយើងដូចយើងថាចឹងប្រើគេថាគុំធាតដាស់វិញ្ញាណបាទណាអភិសេកអញ្ចឹងទៅជារបស់តែមួយហើយចង់និយាយថាខ្នាយដែលបញ្ចុះហើយនឹងអត់បញ្ចុះចេះខ្នាយបញ្ចុះចេះដាស់លឿនជាងដាស់លះឡើងជាងហាត់ដឹងថាមានវិញ្ញាណមានបារមីថារសាហ្នឹងជារឿងពិតដែរយើងធ្វើគ្រូយើងកំអួតលើសមត្ថភាពរបស់យើងធ្វើមិនបានយើងនិយាយចឹងទៅហើយយើងធ្វើគ្រូយើងចង់ឲ្យតអ្នកយកទៅគោរពថែរក្សាហ្នឹងមានក្តីសុខក្តីចម្រើនព្រោះគ្នាហ្នឹងណាចង់មានភាពតិចតិចមកគ្នាជាវរបស់យើងទៅបាទអញ្ចឹងណាបាទអញ្ចឹងអស់លោកយកទៅធ្វើតាមខ្ញុំហ្នឹងទៅគោរពថែរក្សាហ្នឹងទៅបាទ
đằng quân là bụng bà đai group bong group ô nương tơ bà còn bà mát ca tiền để xăng nè miền sel chẳng á nè bà đây cùng chơi bà đai chị ấy kê tơ anh ấy đôi chơi mà tật đập bay hồn chiếng này bà tiếng đó để tiếng là phải pí nè bà này đi về người ta đang tôi nhá pi hồn pi chẳng tới bà tiếng là anh chơi mà tật bay hồn chiếng á chật mà tật bay hồn bốn rồi ta rầm cô là về đàng về chẳng á này tay xạ sọt xin á bà lạnh bên chất ai chạy chiều bà mà cô nó thông bà nó thông là ngày này bà mở bà tiếng là cho pi hồn bốn này có buồn chơi cho một tật bay hồn chiêng nè bay hồn chiêng bà chẳng ở lục sở lạnh bên chất ai chạy chiều bà nó ai chạy chiều bà mà này từng on đi bà nó hay xong prap với ta bàn đa và sệt thì thôi cách ấy trầm trở ở hơi chẳng á và ở lục sở lạnh bên chất ai chạy chiều bàn á ai chạy chiều bàn bà này mò sầm liênกับบ้านคณายกับบ้านนะbà anh chăng ngày này ngày chia về lừa là ó ngày chi miền liệp miền sợi đấy sợi đấy xôm ở ba là mấy này chnai bà xoay như rồi mà cha nấu đấy riêng cồn nóเป็นจัดอโลกนาเนี่ยอย่างนาจังสมอโลกเชื่อได้คนไหนจ้ะเป็นจัดเนี่ยนะนาวจมูกเนี่ยนู้จ้ะสบายเรามาจ้ะเรียงโคลนบ่าจังอโลกนาเมนปันไซไอใจจิวบานตามโดยเทเลกราฟบอกย้อมโซน8 7 24 74 7 26บ่าจังเมนปันไอสมออกก้นก็สมจุ่มเรียบเรียสาธุ